ជំរាបសួរលោកគ្រូខ្ញុំឈ្មោះតឹងចាញ់សូនីតាថ្ងៃនេះផងដែរខ្ញុំនិយាយអំពី topic មួយដែលមានឈ្មោះថា website render mode ដែល website render mode ដែលយើងនិយាយចំណុចសំខាន់បំផុតនោះគឺមានចំនួន3ទី1 CSO ទី2 SSG ទី3 SSO ចឹងចំណុចបន្តទៀតគឺខ្ញុំមាន content ដែលខ្ញុំចែកចាយជាចំនួន10ចឹងចំណុចដំបូងដែលខ្ញុំលើកមកនិយាយនោះគឺខ្ញុំមកនិយាយទៅអ្វីដែលហៅថា CSO ចឹង CSO មកពីពាក្យពេញដែលមានន័យថា client side rendering តើអ្វីដែលហៅថា client side rendering វាមានន័យថា browser ទទួលបាន HTML ដំបូងគេហើយបន្ទាប់មកទៀត JavaScript នឹងដំណើរការនៅក្នុង browser នោះដើម្បីទាញយកទិន្នន័យព្រមទាំង bio page កន្លែងនេះគឺខ្ញុំនឹងមកនិយាយពី flow សំខាន់នៅក្នុងការយើងចាប់តាមធ្វើ CSO ហ្នឹងជាដំបូង flow វាគឺយើងនិយាយដំបូងបំផុតគឺ browser គឺចាប់ផ្ដើមស្នើសុំដោយវា request page បន្ទាប់មកទៀតបន្ទាប់ពីវា request page ហើយserver នឹងផ្ញើ HTML តូចមួយបូកជាមួយនឹង text ឬមួយក៏ script យើងហ្នឹងបន្ទាប់មកទៀតbrowser នោះនឹងទាញចូលឲ្យដំណើរការនៅ JavaScript បន្ទាប់មកទៀតគឺ JavaScript នឹងហៅ API ដើម្បីទាញយកទិន្នន័យនោះបន្ទាប់ពី get API ហើយ JavaScript នោះគឺនឹងបង្កើតនៅDOM ដោយប្រើទិន្នន័យនោះហើយ page នោះយើងអាចធ្វើការប្រើប្រាស់បានចឹងចូលចំណុចនេះគឺជា flow ក្នុងការធ្វើ CSO ចឹងចូលដល់ចំណុចទី2ខ្ញុំនឹងនិយាយអំពីអ្វីដែលហៅថា SSG ចឹង SSG ពាក្យពេញរបស់វាគឺ Static Site Generation ដែលវាមានន័យថាpage HTML ត្រូវបានបង្កើតឡើងតែម្ដងប៉ុណ្ណោះនៅពេលដែលវា page ហើយ user មិនមែនជាអ្នក request ឬមួយក៏ជាអ្នកស្នើសុំវាទេចឹង flow របស់វាកន្លែងនេះគឺខ្ញុំបែងចែកជា2ទី1គឺ build time ហើយទី2គឺជា request time ចឹងទីដំបូងគេចំណុចបំផុតនោះគឺ developer run ឬមួយក៏ build command នោះបន្ទាប់មកទៀតវាធូរនឹងចាប់យក data ពី from CMS ឬមួយក៏ API បន្ទាប់មកយើងត្រូវ render page ទាំងនោះទៅជា static HTML ចូលដល់ចំណុច request time ចំណុច request time ដំបូងគេគឺ user request page បន្ទាប់ពី user request page ហើយ CMD server ចាប់ផ្ដើម pre-build HTML ដែលបានបង្កើតរួចភ្លាមហើយជាចុងក្រោយ JavaScript នឹងធ្វើឲ្យ break ដើម្បីឲ្យ page នោះអាចប្រើប្រាស់បានទាំងស្រុងនេះគឺជា flow ពីចំណុចទី1រហូតដល់ចំណុចបញ្ចប់ចឹងបន្តមកទៀតខ្ញុំនឹងនិយាយពីចំណុចទី3ម្ដងហើយចំណុចទី3របស់យើងហ្នឹងគឺនិយាយអំពីតើអ្វីដែលហៅថា SSO ចឹង SSO ហ្នឹងមកពីពាក្យពេញវារបស់វាមានន័យថា server side rendering ចឹង server side rendering មានន័យថា HTML ត្រូវបានបង្កើតនៅលើ server រាល់ពេលមានការស្នើសុំដោយប្រើទិន្នន័យនោះគ្រប់ពេល always time ចឹងខ្ញុំនឹងនិយាយពី flow នៃដំណើរការ SSO ហ្នឹងជាដំបូងបំផុតគឺbrowser ចាប់ផ្ដើម request page បន្ទាប់ពី browser ចាប់ផ្ដើម request page ហើយ server នឹងទាញយកទិន្នន័យថ្មីពី database ឬមួយក៏ API បន្ទាប់មកពីយើងកាត់ database និង API ហើយ server នឹង render HTML file ពេញលេញហ្មងពី database ហ្នឹងហើយ browser នឹងទទួល HTML ភ្លាមបន្ទាប់ពីយើងrender full HTML ជាមួយនឹង database ហ្នឹងហើយ JavaScript
ហើយ JavaScript នឹង load ហើយនឹង hybrid page នឹងបន្ទាប់មកទៀត page នឹងគឺវានឹងអាចធ្វើការដំណើរការបានពេញលេញតែម្ដងនេះគឺជា flow ដែលខ្ញុំនិយាយពី SSO ចំណុចបន្ទាប់មួយទៀតគឺយើងនិយាយហេតុអ្វីបានជាយើងត្រូវប្រើប្រាស់ CSO ចឹងហើយបើយើងត្រូវប្រើប្រាស់ CSO ចឹងយើងមកមើលចំណុចសំខាន់ៗដែលខ្ញុំបានលើកឡើងហ្នឹងជាដំបូងជាដំបូងហ្នឹងហើយបើយើងប្រើប្រាស់ CSO បានយើងត្រូវប្រើប្រាស់ CSO ពីព្រោះតែវាមានចំណុចសំខាន់ៗដែលយើងត្រូវដឹងជាច្រើនជាដំបូងចំណុចសំខាន់ទី1វាគឺល្អសម្រាប់យើងធ្វើអន្តរកម្មដូចជា dashboard admin panel ជាដើមហើយខ្លឹមសារនៅពីក្រោយការ login CEO SEO វាអត់សំខាន់ទេបើជាយើងចង់ប្រើប្រាស់អត់បានដែរហើយអ្នកប្រើប្រាស់ចង់បានអន្តរកម្មនោះលឿនបន្ទាប់ពីយើង reload វាលើកដំបូងហើយ server ហ្នឹងគ្រាន់តែផ្ដល់ HTML ទទេតូចមួយហើយសំខាន់មួយទៀតគឺការ hosting ឬមួយក៏វាការតម្លៃនៃការ hosting ហ្នឹងគឺមានតម្លៃថោកនេះគឺជាឧទាហរណ៍អំពី CSO ដែលខ្ញុំធ្វើការសូមជា interface ហើយខ្ញុំមានជា website ដែល reload ពី dashboard ខ្ញុំធ្វើជា website ខ្ញុំ show ជា dashboard ហ្នឹងហើយនៅក្នុងនេះខ្ញុំបញ្ចូលនៅពេលដែល admin ហ្នឹងបើក dashboard ហ្នឹងreact component ហ្នឹងហើយ user affect នឹងដំណើរការភ្លាមៗតមកវានឹងខលហៅ API API get data ពី dashboard ហ្នឹងហើយ API ហ្នឹងត្រប់ទៅន័យវិញដូចជាទៅន័យវិញជា JSON ចឹង JSON នៅពេលដែលយើងកើនវានឹង show នៅ data ចឹងឧទាហរណ៍ថា data user ឧទាហរណ៍ថា user យើង1200 order 350ឬមកក៏ revenue យើង1500ចឹងទៅតាមចំណុចនេះគឺយើងនឹងគេហៅថា CSO ចឹងយើងប្រើប្រាស់ ANG ពីព្រោះតែខ្លឹមសារដូចជាសារអ្នកប្រើប្រាស់ទាំងអស់គឺមិនអាចផ្លាស់ប្ដូរទៅបានទេហើយ SEO នឹងមានល្បឿនលឿនហើយនឹងអាចផ្ទុកតាមន័យនោះជាអត្ថប្រយោជន៍ដំបូងគេយើងអាច prepare នៅពេលដែល page នោះផ្លាស់ប្ដូរហើយយើងអាចផ្ដល់ដោយផ្ទាល់ពី CMD ដែលមិនចាំបាច់ hit server ឬមួយក៏ database គ្រប់ពេលនោះទេចឹងឧទាហរណ៍ខ្ញុំនឹងនេះគឺជាឧទាហរណ៍ដែលនិយាយអំពី page មួយដែលជាប្រភេទproduct website មួយដែលផ្នែកជាផ្នែក marketing ហើយនឹងក៏ជា blog ដែរអញ្ចឹងសម្រាប់ website នេះដែលជាផ្នែក marketing ហ្នឹងហើយនឹង blog ដែលខ្ញុំបង្កើតហ្នឹងដែលខ្ញុំប្រើ get static point ដើម្បីទាញយកតន័យpost ហើយនៅពេលដែលយើង build នៅ project ផ្សេងតមកទៀត Next.js នឹងបង្កើត HTML រួចជាស្រេចដោយវានឹង pre-render ហើយរក្សាទុកនៅលើ CSV ដូច្នេះនៅពេលដែលយើងចូលទៅមើលម្ដងpage នោះវានឹងបើកល្បឿនលឿនតាមបំផុតតាមអាចធ្វើទៅបានដោយមិនចាំបាច់ឲ្យ server render រាល់ពេល request នោះទេនេះគឺជាឧទាហរណ៍នៃនិយាយពី SSO ចូលដល់ចំណុចបន្តទៀតខ្ញុំនឹងមកនិយាយអំពីហើយបានជាយើងធ្វើការប្រើប្រាស់ SSO ច្រឡំអានេះគឺជា SSG
Mấy nhưng mình dạy bí SSO bên đâu chứ hai với bên dân thời ca bạp ra SSO nhưng dân bạp ra SSO cứ đọc bay đại bạp đồ tên lấy nhật nhọp đu ụ tí hò bầm lại phải rồi bọc bọc bạc stock ចំនួន stock នៅក្នុងផលិតផលមានចំនួន stock បាននឹងការ promotion ផ្សេងៗនៅពេលដែលត្រូវការ SEO ខ្លាំងវានឹង draw trouble នឹង draw បានហើយតន័យផ្លាស់ប្ដូរញឹកញាប់ពេកសម្រាប់ SSG ចឹងតន័យនឹងវានឹងផ្លាស់ប្ដូរច្រើនដងសម្រាប់នៅពេល SSG ហ្នឹងចឹងតុល្យភាពរវាងល្បឿនហើយនឹងយូររបស់វាហ្នឹងគឺនឹងបង្ហាញនៅក្នុងដំបូងគេចឹងខ្ញុំនឹងលើកឧទាហរណ៍និយាយអំពីSSO ហ្នឹងចឹងខ្ញុំបានបង្កើតនៅpage មួយជា page e-commerce ដែលលក់នៅ product ចឹងសម្រាប់ page ប្រភេទ e-commerce ហ្នឹងគឺប្រើនៅ get server site prom ដូចគ្នាដើម្បីទិញយកនៅតម្លៃនិងចំនួន stock ចុងក្រោយគឺ database ឬក៏ API នៅពេលដែល user ចូលទៅមើលគេមើល page ហ្នឹងម្ដងចឹង server នឹងបង្កើតនឹង HTML ថ្មីជានិច្ចរាល់ពេលដែល request ហើយ HTML នោះនឹងត្រូវបាន search engine មានន័យថាយើងអាច search ឃើញហើយអាចបានទៀតហើយនឹង index បានទៀតនេះគឺជាឧទាហរណ៍អំពី e-commerce website ជាប្រភេទ e-commerce website ដែលយើងធ្វើការនៅ store តន័យជាប្រភេទ product មានតម្លៃមាន stock ហើយនឹងការយើងធ្វើការ promotion ផ្សេងៗដែលយើងធ្វើការផ្លាស់ប្ដូរចូលដល់ចំណុចបន្ទាប់ខ្ញុំនឹងនិយាយថាយើងប្រើ CSO នៅពេលណាចឹង CSO គឺយើងប្រើដែលល្អបំផុតសម្រាប់ private application ដែលត្រូវ login CSO សំរាប់សម្រាប់ website ណាដែល Google មិនចាំបាច់ index បានឧទាហរណ៍មាន Admin Dashboard Employee System Banking Dashboard Project Management Tool ឬក៏ CRM System ប្រើ CSO សម្រាប់ highly interactive UI CSO ល្អនៅពេល website មាន interactive ច្រើនឧទាហរណ៍ user add draft ឬមកក៏ drop update card edit data filter ហើយនឹង search CSO ធ្វើឲ្យ UI update ភ្លាមៗចឹងយើងប្រើ CSO សម្រាប់ real time application មានដូចជា application ដែលត្រូវ update ភ្លាមៗឧទាហរណ៍ថា chat application correct production tool monitoring dashboard stock trending dashboard ជាដើមចឹងយើងប្រើ CSO នៅពេលដែល data ផ្លាស់ប្ដូរញឹកញាប់នៅពេលដែល នៅពេលដែល SEO មិនសំខាន់ប្រើនៅពេលដែលចង់កាត់បន្ថយ server loading ជាដើមប្រើសម្រាប់ single page application ដែលពាក្យកាត់របស់វាហៅថា SPA ចឹងខ្ញុំនឹងលើកឧទាហរណ៍ចឹងខ្ញុំនឹងធ្វើការលើកឧទាហរណ៍និយាយពី project management tool ចឹង project management tool ដូចជាstyle Kanban board user គឺអាចuser គឺជាអ្នកប្រើគឺជាអ្នក login ជាមុនហើយយើងអាចត្រាស់ជាមួយក៏ drop card ផ្លាស់ទីបានboard ត្រូវបាន update ទៅនៃភ្លាមreal time ដោយសារតែវាជា private board ដែល Google មិនច្បាស់ index តែដូច្នេះការប្រើ CSO ជាចំណុចដ៏ល្អបំផុតហើយប្រើ SSG យើងប្រើនៅពេលណាខ្ញុំប្រើ SE នៅពេលដែលយើងចង់បានលឿនដូចផ្នែកម៉ូតូដោយសារតែរាល់ពេលដែល page ទាំងអស់នោះត្រូវបានកណនានិងបង្កើតជា HTML ទុកជា set នៅលើ CMD
ដែលពាក្យពេចន៍របស់វាហៅថា content delivery network ដូចជាដូចនេះ server គឺមិនចាំបាច់ខាត់ពេល render ឬទាញទិន្នន័យពី database ប្រភេទដែលអ្នកចូលទៅមើលទេSEO ស្អាតល្អឥតខ្ចោះគ្មានគូប្រៀបដូចជា Google Bot ឬ Google Search Engine ផ្សេងៗដែលអាចចូលមកប្រមូលទិន្នន័យនិងអានអត្ថបទនៅលើ website យើងដែលជាប្រភេទ static HTML បាយយ៉ាងងាយស្រួលនិងពេញលេញ 100% ដែលធ្វើឲ្យ website ងាយស្រួលឡើងចំណាត់ថ្នាក់នៅលើ Google ซึ่งនៅពេលដែលយើងប្រើវានឹងអាចនឹងឲ្យអ្នកដែលគាត់ search ឃើញបានលឿននៅខាងលើគេសុវត្ថិភាពខ្ពស់ high security វាមិនមានការតភ្ជាប់ទៅកាន់ database ដោយផ្ទាល់ឬដំណើរការ dynamic code នៅលើ server នៅក្នុងពេល real time នោះទេដូច្នេះឱកាសដែល hacker អាចវាប្រហារដូចជា SQL injection គឺស្ទើរតែគ្មានតែម្ដងចំណុចបន្តទៀតគឺចំណែកពេលតិចការទុក file static ធម្មតាគឺមិនស៊ីកម្លាំង server ទេយើងអាចហោះវានៅលើសេវាកម្ម free ដូចជាGitHub ជាដើមGitHub ជាដើមបានយ៉ាងងាយស្រួលទោះបីជាអ្នកចូលមករករៀនអ្នកក្នុងពេលតែមួយក៏ដោយចឹងចំណុចសំខាន់នោះគឺការប្រើ SSG គឺប្រៀបដូចជាការបោះពុម្ពសៀវភៅចែកចាយគ្នាធ្វើម្ដងបានអានរករៀនអ្នកចំណែកឯ SSR គឺប្រៀបបានដូចជាចុងធ្វើតាមការដែលយើងកំងពីម្នាក់ធ្វើតាមម្ដងធ្វើតាមមុខទេហើយសម្រាប់ដង marketing ទំព័រ HTML គឺដូចជាសៀវភៅអញ្ចឹងការបំពុំទុកមុន SSG គឺចំណេញទាំងលុយនិងចំណេញទាំងល្បឿនចង់ចូលដល់ចំណុចបន្តទៀតខ្ញុំនឹងនិយាយតើយើងគួរតែប្រើឬក៏យើងត្រូវប្រើ SSR ហ្នឹងនៅពេលណាចឹងទិន្នន័យភ្លាម always up to date data អ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានដែលត្រឹមត្រូវបំផុតនៅលើវិនាទីនោះតែម្ដងមិនបាច់បារម្ភរឿងទិន្នន័យចាស់ៗនោះឡើយហើយចំណុចទៀត SEO នឹងធ្វើការ share link ដែលមានប្រសិទ្ធភាពខ្ពស់ដោយសារតែ HTML ត្រូវបានបង្កើតយ៉ាងពេញលេញរួចជាសិទ្ធនៅលើ server ដូច្នេះ Google Bot អាចអានខ្លឹមសារនៅក្នុងនោះបានភ្លាមចំណែកឯប្រព័ន្ធបណ្ដាញសង្គមក៏អាចទាញយកទាំង review open graph text ទៅបង្ហាញបានយ៉ាងស្អាតទោះបីជា content នោះទៅតែបង្ហាញក៏ដោយល្បឿនបង្ហាញទំព័រដំបូងគឺមានភាពលឿនរហ័សអ្នកប្រើប្រាស់មិនចាំបាច់អង្គុយធុញទ្រាន់មើលអេក្រង់ប្រទេសស្អាតដូចជា CSO ទេគឺពួកគេឃើញរូបរាង website នោះហោះមកតែម្ដងគឺហោះមកប្រដាប់យើងឃើញទាំង interface ហ្នឹងហ្មងទោះបីជាត្រូវរងចាំបន្តិចដើម្បីឲ្យប៊ូតុងនោះអាចចុចបាន high version ក៏ដោយនេះគឺជាមូលហេតុដែលយើងត្រូវការប្រើប្រាស់នៅ SSO ចឹងខ្ញុំនឹងធ្វើការសរុបមកចឹងយើងជ្រើសរើស SSO នៅពេលដែល website របស់យើងចង់បានទាំងភាពថ្មីស្រឡាងនៃទិន្នន័យ Dynamic Real Time និងភាពងាយស្រួលក្នុងការឃើញនៅលើ Google ក្នុងពេលតែមួយប៉ុណ្ណោះចំនួនចង់ឃើញលឿនគឺយើងត្រូវការប្រើនៅ SSO ចង់ slide របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេនេះគឺជាការសរុបចង់ខ្ញុំនឹងអត់ធ្វើការសរុបទេព្រោះខ្ញុំបានបញ្ចូលនៅខាងលើហើយចង់topic ដែលខ្ញុំនិយាយអំពី CSO SSG និង SSO របស់ខ្ញុំគឺត្រូវបានបញ្ចប់ហើយអរគុណលោកគ្រូ